សួស្តីបងប្អូនទាំងអស់គ្នាយប់នេះស្រមោលសូមចេញមកនិទានទៀតហើយដោយមានរឿងរ៉ាវរបស់បងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងត្រាដែលរឿងរ៉ាវនេះវាបានកើតឡើងនៅការ៉ាស់ឡានរបស់គាត់ផ្ទាល់តែម្ដងជាដំបូងបងប្អូនអ្នកស្ដាប់អាចគាំទ្រពួកយើងបានដោយងាយដោយគ្រាន់តែចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗដែលពួកយើងបានបង្ហោះនោះជាការស្រេចរឿងរ៉ាវនៅយប់នេះជារឿងរបស់បងត្រាបងប្អូនអ្នកស្ដាប់បងត្រាបានបើកការ៉ាស់ឲ្យជួលឡានតាស៊ីដោយដែលអេដមីនបានរៀបរាប់នៅក្នុងការ៉ាស់របស់គាត់មានឡានរាប់សិបគ្រឿងអាជីវកម្មនេះមើលទៅសាមញ្ញណាស់អ្នកណាដែលចង់បើកបរគ្រាន់តែដើរចូលមកធ្វើកិច្ចសន្យាបងប្រាក់កប់រួចអាចយកឡានទិញទៅរកស៊ីបានភ្លាមប៉ុន្តែបើថាងាយស្រួលវាក៏ងាយស្រួលដែរព្រោះគាត់មានដើមទុនក្នុងអាជីវកម្មនេះដូច្នេះបងត្រាមានតួនាទីត្រឹមតែគ្រប់គ្រងការងារនិងប្រមូលថ្លៃជួលប្រចាំថ្ងៃប៉ុណ្ណោះស្រាប់តែមានយប់មួយគាត់ចាំបានថាប្រហែលជាម៉ោង 12 អធ្រាត្រខណៈដែលបងត្រាកំពុងអង្គុយផឹកម្នាក់ឯងនៅក្នុងការ៉ាស្រាប់តែមានសំឡេងស៊ីផ្លេឡានតាក់ស៊ីមួយគ្រឿងបានបន្លឺឡើងសំឡេងនោះលាន់លើវែងដូចជាមានគេចុចសង្កត់ផ្ទួនជាធម្មតាស៊ីផ្លេអាចមានបញ្ហាខកបច្ចេកទេសបានប្រសិនបើប្រព័ន្ធសញ្ញាការពារមានបញ្ហាឬមានអ្វីមួយប៉ះទង្គិចខ្លាំងរហូតដល់ឡានរង្គើប៉ុន្តែនេះមិនមែនទេគឺនៃសុកស្រាប់តែឡានមួយគ្រឿងនេះបន្លឺស៊ីផ្លេឡើងរហូតដល់បងត្រាត្រូវចាប់យកតេឡេកូនសោឡានរួចដាវសំដៅទៅកាន់ឡានដើម្បីចុចបិទសញ្ញាឲ្យវាឈប់នៅពេលទៅដល់រួចចុចតេឡេចុងវ៉ាក់ដែលចុចនោះភ្លើងខាងមុខនិងភ្លើងស៊ីញ៉ូបានភឺផ្លែតពីរដងដើម្បីឆ្លើយតបនឹងសញ្ញានៅពេលនោះពន្លឺភ្លើងបានធ្វើឲ្យបងត្រាមើលចូលទៅក្នុងឡានហើយគាត់ក៏បានឃើញថាក្នុងឡានតាក់ស៊ីដែលស៊ីផ្លេលាន់លើនោះត្រង់កៅអីក្បែរតែកុងមានស្ត្រីម្នាក់កំពុងតែអង្គុយនៅខាងក្នុងនាងស្លៀកពាក់អាវពណ៌សអង្គុយសម្លឹងត្រង់ទៅខាងមុខដូចជាមនុស្សកំពុងតែរកអ្វីមួយយ៉ាងនៅពេលឃើញបែបនោះបងត្រាក៏ញីភ្នែកហើយគិតថាខ្លួនឯងប្រហែលជាស្របាំងភ្នែកប៉ុន្តែទោះជាយ៉ាងណាក្រោយពីញីភ្នែករួចគាត់ក៏ដើរទៅជិតឡានរួចដោះសោឡានម្ដងទៀតហើយក៏បើកទ្វារខាងតែកុងមើលថាតើមានមនុស្សនៅក្នុងដែរឬទេព្រោះវាធ្លាប់មានរឿងមនុស្សឈួតលួចចូលមកក្នុងកន្លែងរួចមកលួចដីក្នុងតាក់ស៊ីដែលមិនបានចាក់សោទ្វារប៉ុន្តែនៅថ្ងៃនោះនៅពេលបើកទ្វារចេញមកក្នុងឡានមានតែភាពទំទេរស្អាតឡានមានសភាពធម្មតាទាំងអស់មានអ្វីចម្លែកទេដូច្នេះបងត្រាក៏សន្និដ្ឋានថាគាត់ប្រហែលជាស្រវឹងរួចរវើរវាយម្នាក់ឯងបន្ទាប់ពីនោះគាត់ក៏ត្រឡប់មកអង្គុយផឹកបន្តរហូតដល់ជិតភ្លឺលុះព្រឹកឡើងក៏មានតាក់ស៊ីម្នាក់មកជួលឡានពីការ៉ាស់បងត្រាយកទៅបើកបរគាត់មិនបានគិតអ្វីច្រើនទេព្រោះបងម្នាក់នេះធ្លាប់មកជួលបើកពីមុនមកដែរហើយក៏ឲ្យឡានមកគ្រៀងដែលឃើញស្រមោលស្ត្រីកាលពីយប់មិញតែបងម្នាក់នោះដោយបងប្រុសម្នាក់នោះព្រមព្រៀងជួលរយៈពេល3ថ្ងៃបងត្រាក៏ទៅទូលប្រាស់កប់និងប្រគល់ឡានឲ្យតាមធម្មតាដូចជាអ្នកមកជួលទូទៅបងត្រាមិនបានរៀបរាប់រឿងដែលគាត់បានជួបកាលពីយប់មិញឲ្យអ្នកជួលរូបនេះស្ដាប់ទេព្រោះដូចដែលបានប្រាប់គឺគាត់គិតថាគាត់ស្រវាំងភ្នែកដោយសារតែស្រវឹងហើយម្យ៉ាងទៀតគឺឡានមួយគ្រឿងនេះគាត់ទិញមក3ឆ្នាំហើយនៅការ៉ាសអស់រយៈពេល3ឆ្នាំជាងកន្លងមកវាមិនដែលធ្លាប់មានប្រវត្តិមិនល្អឬមាននរណារអ៊ូថាជួបអ្វីចម្លែកដូចរឿងដែលគាត់ជួបយប់មិញឡើយពលគឺកន្លងមកវាបើកបរបានតាមធម្មតាប៉ុន្តែបន្ទាប់ពីបងប្រុសម្នាក់នេះបានយកឡានចេញទៅបានតែមួយយប់ប៉ុណ្ណោះលោកព្រឹកឡានគាត់ក៏បើកឡានត្រឡប់មកចតនៅការ៉ាវិញក្នុងអាការៈប្រញាប់ប្រញាល់ណាស់ដូចជាមនុស្សភ័យស្លន់ស្លោនិងកំពុងតក់ស្លុតនឹងអ្វីម្យ៉ាងនៅពេលមកជួបបងត្រាគាត់ក៏និយាយទៅកាន់បងត្រាទាំងសំឡេងញ័រថាអាហៀខ្ញុំសុំសងឡានវិញហើយពីថ្ងៃទៀតដែលសល់ខ្ញុំមិនជួលទៀតទេនៅពេលអ្នកជួលនិយាយបែបនោះបងត្រាក៏សួរទៅត្រង់ថាកើតអីម៉ាស៊ីនខូចមែនទេឬម៉ាស៊ីនត្រជាក់មិនត្រជាក់មានបញ្ហាអីនិយាយជាមួយបងបានអ្នកជួលមីណែតនោះបានត្រឹមតែឆ្លើយតបខ្លីៗតែមួយម៉ាត់ថាឡានថៅកែមានខ្មោចគាត់ប្រាប់ថាគាត់មិនអាចទ្រាំបើកបន្តទៅមុខទៀតបានមែនដំបូងឡើយនៅពេលបងត្រាបានលឺបែបនោះនិយាយត្រង់ចុះ
គាត់មិនជឿទេព្រោះគាត់ធ្វើអាជីវកម្មឡានជួលមកអស់ជាយូរហើយម្យ៉ាងទៀតឡានគ្រប់គ្រឿងមិនដែលធ្លាប់មានប្រវត្តិអីឡើយគាត់ក៏គិតថាអ្នកជួលម្នាក់នេះប្រហែលជាចង់បោកថ្លៃជួលឬរាប់លេសនិយាយព្រោះមិនចង់ជួល2ថ្ងៃដែលសល់បន្តទៀតប៉ុន្តែដោយសារតែឃើញគាត់មើលទៅពិតជាភ័យខ្លាចមែនបងត្រាក៏យល់ព្រមសងប្រាក់កក់ផ្នែកដែលសល់និងសងថ្លៃជួល2ថ្ងៃដែលសល់នោះវិញដើម្បីកាត់បន្ថយបញ្ហាមិនចង់ឲ្យមានរឿងទាស់តែងគ្នានៅពេលសងលុយរួចគាត់ក៏សួរអ្នកជួលតែត្រង់ថាតោះរៀបរាប់ឲ្យបងស្ដាប់តិចមើលតើជួបអីមកបន្ទាប់ពីបានលុយមកវិញមួយដុំអ្នកជួលម្នាក់នោះក៏រៀបរាប់ឲ្យស្ដាប់ថាកាលពីយប់មិញប្រហែលជាម៉ោង3ជាង7-4ភ្លឺខណៈដែលគាត់កំពុងបើកឡានស្វែងរកអតិថិជនស្រាប់តែគាត់បានធំក្លិនស្អុយរលួយដូចជាក្លិនសាកសពភាយចេញមកពីចន្លោះម៉ាស៊ីនត្រជាក់ដំបូងឡើយគាត់គិតថាគាត់ភ្លេចបិទមុខងារបញ្ចេញខ្យល់របស់ឡានទើបគាត់ចុចបិទវាប៉ុន្តែក្លិនវាមិនបាត់ឡើយថែមទាំងភាយមកកាន់តែខ្លាំងឡើងជាងមុនទៅទៀតចុងក្រោយនៅពេលក្លិនកាន់តែខ្លាំងឡើងទ្រាំមិនបានគាត់ក៏ចុចប៊ូតុងបិទបើកម៉ាស៊ីនត្រជាក់បង្វិលចុះបង្វិលឡើងបែបនោះច្រើនដងគឺព្យាយាមឲ្យខ្យល់វិលជុំរហូតដល់ត្រីបើកកញ្ចក់ឡានប៉ុន្តែជាលទ្ធផលក្លិនវាមិនបាត់ឡើយរហូតតតែគាត់បើកឡានទៅចតចប់ស្តុបទើបសម្រាប់ចិត្តអោនមុខចុះទៅមើលនៃចន្លោះទំនេរក្រោមជើងផ្នែកខាងតែកុងគឺចង់ទៅមើលថាត្រង់ទៅយកម៉ាស៊ីនត្រជាក់មានប្រភពនៃក្លិនដែរឬទេមានសត្វងាប់ឬមានអីរលួយដែរឬអត់ប៉ុន្តែបន្ទាប់ពីនោះនៅពេលអោនទៅមើលហើយមិនឃើញអ្វីទេពគាត់ងើបមុខត្រឡប់មកមើលផ្លូវម្ដងរំពេចនោះគាត់ស្រាប់តែឃើញថាមានស្ត្រីម្នាក់កំពុងអង្គុយនៅកៅអីខាងមុខក្បែរគាត់តែម្ដងបងប្អូនអ្នកស្ដាប់គាត់ប្រាប់ថាស្ត្រីម្នាក់នោះមានមុខមាត់ខ្ទីបខ្ទីរហូតមើលមិនយល់ឡើយនាងសម្លឹងមុខគាត់ត្រឡប់មកវិញស្ងៀមរហូតដល់គាត់ភ័យតក់ស្លុតប្រញាប់បើកទ្វារឡានជិនទៅក្រៅរួចទៅឈរតាំងស្មារតីនៅខាងក្រៅឡានយ៉ាងយូរបន្ទាប់ពីប្រមូលស្មារតីបាននៅពេលត្រឡប់ចូលទៅក្នុងឡានម្ដងទៀតស្ត្រីម្នាក់នោះក៏បានបាត់ទៅគាត់ក៏បង្ខំចិត្តបើកឡានបន្តរួចដល់ព្រឹកក៏យកឡានមកសងបងត្រានៅការៈនេះវិញដោយបញ្ជាក់ថាកាលពីយប់មិញគាត់មិនបានស្រវាំងភ្នែកពិតមែនបន្ទាប់ពីរាប់លួយរួចនិងរៀបរាប់ចប់គាត់ក៏ដាយចេញទៅតែម្ដងមិនងាកមកមើលការៈមិននិយាយអីជាមួយបងត្រាបន្តទៀតឡើយបន្ទាប់ពីថ្ងៃនោះមកឡានមួយគ្រឿងនេះត្រូវបានចតទុកចោលនៅក្នុងការៈព្រោះក្នុងឡានវាមានក្លិនអាក្រក់មែនទែនបងប្អូនអ្នកស្ដាប់ដូចជាមានអ្វីងាប់នៅក្នុងឡានពិតមែនបងត្រាព្យាយាមរកមើលគ្រប់ចំណុចតែរកមិនឃើញទេរហូតដល់គាត់ត្រូវឲ្យកូនចៅបើកឡានមួយគ្រឿងនេះទៅផ្ញើនៅកន្លែងជួសជុលឡានរួចឲ្យរើសរើតូម៉ាស៊ីនត្រជាក់លាងសម្អាតឲ្យអស់ប៉ុន្តែនៅពេលព្រឹសរើជិនមកគេក៏បញ្ជាក់ថាមិនឃើញមានប្រភពនៃក្លិនអីទាំងអស់ទើបអាចធ្វើបានត្រឹមតែ steam ozone សម្រាប់មេរោគដើម្បីឲ្យក្លិនវាថយចុះតែប៉ុណ្ណោះបងត្រានៅពេលនោះក៏គិតថាយ៉ាងហោចណាស់ steam ozone ហើយវាក៏គួរតែចប់រឿងហើយក៏យកឡានត្រឡប់មកដាក់ជួលតាមធម្មតាក្រោយពីនោះមកក៏មានថ្ងៃ1ខែ5កាលពីឆ្នាំមុននោះបន្ទាប់ពីថ្ងៃនោះតែ1ទៅ2ថ្ងៃប៉ុណ្ណោះក៏មានអ្នកជួលមួយប្រចាំចូលចិត្តមកជួលឡានវេនរុស្ស៊ីវបងត្រាក៏យកឡានមួយគ្រឿងនោះឯងដែលទើបតែជួសជុលរួចមកឲ្យអ្នកជួលម្នាក់នេះយកទៅបើកបរអ្នកជួលម្នាក់នេះក៏មានប្រវត្តិល្អដែរគឺធ្វើការជាមួយគ្នាបានយូរហើយធ្លាប់ជួលមករាប់ឆ្នាំមិនដែលធ្លាប់មានបញ្ហារឿងមិនបង់ថ្លៃជួលឬអ្វីឡើយប៉ុន្តែបន្ទាប់មកស្រាប់តែលេចចេញថាអ្នកជួលម្នាក់នេះយកទៅបើកបានតែពាក់ដណ្ដើមថ្ងៃប៉ុណ្ណោះក្នុងកំឡុងម៉ោង5ល្ងាចនៃថ្ងៃដដែលនោះអ្នកជួលម្នាក់នេះបានទូរស័ព្ទត្រឡប់មករកបងត្រានៅការ៉ារួចប្រាប់បងត្រាថាអាហៀខ្ញុំយកឡានបងទៅចតទុកនៅវត្តឈ្មោះនេះនៅលើភ្លើខ្សែនេះអាហៀឯងចាំឲ្យយកឡានត្រឡប់ទៅការ៉ាវិញទេខ្ញុំមិនបើកបន្តទៀតទេព្រោះខ្ញុំជួបរឿងចម្លែកហើយអាហៀនៅពេលនោះបងត្រាក៏ព្យាយាមសួរទៅប៉ុន្តែអ្នកជួលម្នាក់នេះមិនព្រមប្រាប់ព័ត៌មានលម្អិតអីឡើយគាត់ប្រាប់ត្រឹមតែថាគាត់ខ្លាចហើយក៏ទុកឡានចោលនៅវត្តឥឡូវគាត់ជិះមកដល់ផ្លូវធំហើយគឺមកខលទូរស័ព្ទសាធារណៈថែមទាំងប្រាប់ទៀតថាកូនសោឡាននៅក្នុងឡានដតទុកចោលបែបហ្នឹងហើយប្រញាប់មកយកត្រឡប់ទៅផងប្រយ័ត្នបើកឡាននៅពេលលីបែបនោះបងប្អូនអ្នកស្ដាប់បងត្រាគាត់ប្រាប់ថាកំហឹងពុះគិនជ្រោលជិនមកតែម្ដងគឺគាត់ធ្វើការ៉ាមកជាច្រើនឆ្នាំគាត់ធ្លាប់ជួបមនុស្សបែបនេះខ្លះដែរប៉ុន្តែក៏មិនច្រើនទេមនុស្សដែលមានលេស100យ៉ាងអីក៏មានដែរថែមទាំងលើកនេះនៅជាអ្នករកស៊ីជាមួយគ្នាជារាប់ឆ្នាំធ្លាប់ជួលឡានជារាប់ឆ្នាំទៀតបាយជាយកឡានទៅទុកចោលនៅវត្តអីក៏បែបហ្នឹងទៅវិញទៅ
ហើយក៏រត់បាត់ថែមទាំងយករឿងខំមួយមកធ្វើជាលេសទៀតរហូតដល់ទីបំផុតទោះជាស្ដីមិនទោសយ៉ាងណាទោះជាជេរឲ្យជួលយ៉ាងណាឡានវាគឺជាទ្រព្យសម្បត្តិរបស់បងត្រាគាត់ក៏សម្រេចចិត្តទៅជិះឡានចេញទៅកាន់វត្តនោះរួចតែយកឡានត្រឡប់មកការ៉ាវិញដោយខ្លួនឯងនៅពេលគាត់ទៅដល់វត្តគាត់ក៏ឃើញឡានខ្លួនឯងចតនៅកន្លែងចតឡានខាងក្រៅវត្តនោះឯងបងត្រាព្យាយាមសាកល្បងឆែកគ្រប់យ៉ាងសាកបញ្ឆេងម៉ាស៊ីនមើលឆែកម៉ាស៊ីនត្រជាក់គ្រប់យ៉ាងគឺធម្មតាក្លិនស្អុយកាលពីមុនក៏បាត់ទៅរហូតស្ទើរតែអស់គាត់ក៏នឹកក្នុងចិត្តថាមនុស្សពួកនេះដែលយកឡានទៅឲ្យធ្វើបែបនេះប្រហែលជារវើរវាយទៅតែខ្លួនឯងឬក៏យល់ច្រឡំជាក្រុមព្រោះថាពួកក្រុមតាក់ស៊ីពេលជួលឡានគេនឹងមានកន្លែងដែលចតរងចាំទទួលភ្ញៀវជាមួយគ្នាត្រង់នោះឯងបងអូនអ្នកស្ដាប់ពួកតែកងតាក់ស៊ីគេក៏ជជែកផ្លាស់ប្ដូរចំណេះដឹងផ្លាស់ប្ដូរនេះផ្លាស់ប្ដូរនោះគ្នាប្រហែលជាយកឡានមួយគ្រឿងនេះទៅជជែករឿងខ្មោចនៅក្នុងការ៉ាបងត្រាហើយមកទៅអ្នកជួលក៏រវើរវាយតាមគ្នាពេញក្រុមតែម្ដងហើយអ្វីដែលសំខាន់បំផុតគឺបងត្រាគាត់មានទំនុកចិត្តព្រោះគាត់ជាម្ចាស់ឡានមួយគ្រឿងនេះនៅជាមួយឡាននេះមកជាច្រើនឆ្នាំថែមទាំងធ្លាប់បើកឡានមួយគ្រឿងនេះរួចមកហើយមិនដឹងជាប៉ុន្មានដងទេគាត់មិនដែលជួបអ្វីឡើយទើបតែមកជួបរឿងចម្លែកមិនតន់ដល់មួយខែផងនេះឯងគាត់ក៏សម្រេចចិត្តថាចប់បើថ្ងៃនេះគាត់បើកឡានមួយគ្រឿងនេះត្រឡប់ទៅការ៉ានវិញដោយខ្លួនឯងដើម្បីឲ្យដឹងថាក្នុងឡានវាមានអីដូចដែលគេរវាយរវាយមែនឬអត់បន្ទាប់ពីនោះនៅពេលបងត្រាបើកឡានចេញពីវត្តសម្ដែងត្រឡប់ទៅកាន់ការ៉ាក្នុងក្រុងក្រោយពីបើកបានមួយសន្ទុះវិនឈីវដែលនៅត្រង់តាប់ឡូឡានវាក៏ចាប់ផ្ដើមមានសម្លេងរំខានមិនលឺឡានវាជាសម្លេងបែបដាច់ដូចជាសេវាខ្សោយនៅពេលនោះបងត្រាក៏នឹកថាវាអាចមកពីខ្សែអង្តែមានបញ្ហាគឺលុយខាងក្រៅវាធូរទើបសេវាវិនឈីវបានបញ្ចេញសម្លេងមកបែបដាច់បែបនេះគាត់ក៏យកដៃទៅកកវាពី3ដងហើយវាក៏បាត់ពិតមែនគឺវិនឈីវវាត្រឡប់មកស្ងាត់ដោយដើមប៉ុន្តែវាបែរជាមានសម្លេងចម្រៀងបានបាត់ដោយខ្លួនឯងចេញមកបងត្រាក៏បានគិតថាវាឆ្មល់អីមួយហើយគាត់ក៏ឆ្អូងដៃទៅចុចបិទហើយក៏តាំងចិត្តបើកឡានបន្តប៉ុន្តែមិនដល់5នាទីស្វប៊ូថងវិនឈីវក៏ស្រាប់តែលាន់លឺត្រឡប់មកម្ដងទៀតហើយលើកនេះវាមិនមែនជាសម្លេងចម្រៀងដូចលើកដំបូងឡើយប៉ុន្តែផ្ទុយទៅវិញវាក៏ប្រែជាសម្លេងយំខ្សឹកខ្ជួររបស់ស្ត្រីម្នាក់បន្លឺចេញពីវិនឈីវនៅទៅវិញនៅពេលដែលឮបាត់នោះគឺក្នុងចិត្តពេលនោះមិនបានគិតដល់រឿងខ្មោចទេគិតត្រឹមតែថាវិនឈីវអាចនឹងមានបញ្ហាតែប៉ុណ្ណោះប៉ុន្តែមិនយូរប៉ុន្មានសម្លេងយំដែលថានេះវាក៏ប្រែជាលាន់លឺខ្លាំងឡើងមកដោយសម្លេងនិយាយដោយសម្លេងលាន់លឺឡើងមកថាហែងបុកអញធ្វើអីពេលនិយាយចប់ស្ត្រីនៅខាងវិនឈីវក៏ស្រែកចិនមកខ្លាំងតែម្ដងពេលនោះបងត្រាក៏អក់ស្លុតរហូតដល់ហឹងជីអស់បន្ទាប់ពីនោះវិនឈីវវាក៏ដាច់សេវាទៅតែម្ដងជាធម្មតាមនុស្សកំពុងបើកឡានហើយក៏សិតតែមានអីចម្លែកបែបនេះធ្វើឲ្យបងត្រាមានការភ្ញាក់ផ្អើលរហូតដល់យកជើងទៅជន់ហ្វ្រាំងពេញមួយទំហឹងរហូតដល់មុខគាត់ត្រូវអោនចុះស្ទើរតែផ្អឹបទៅនឹងចង្កូតទៅហើយនៅពេលងើបមុខឡើងម្ដងទៀតខ្លួនគាត់ក៏សង្កេតឃើញថានៅក្រចកមើលក្រោយវាក៏បង្ហាញឲ្យឃើញនៅរូបរាងស្ត្រីម្នាក់កំពុងអង្គុយនៅកៅអីខាងក្រោយតែម្ដងបងប្អូននៅស្នាប់ស្ថានភាពរបស់នាងគឺផ្នែកកបាក់ទៅម្ខាងអាវរបស់នាងមានប្រឡាក់ឈាមពណ៌ក្រហមហូរស្រែកពេញខ្លួនទាំងអស់ស្ត្រីម្នាក់នោះនាងសម្លឹងមកបងត្រាតាមរយៈស្រមោលឆ្លោះមកក្នុងក្រសែភ្នែកដែលទទេស្អាតហើយបងត្រាខ្លួនឯងក៏គាត់មិនអាចទ្រាំនៅបានទៀតដែរព្រោះពេលនោះគាត់ក៏ប្រញាប់បែកទ្វាររួចលោតចេញមកពីឡានភ្លាមតែម្ដងចង្វាក់ដែលលោតចេញពីឡានមកនេះវាស្ទើរតែត្រូវឲ្យឡានដែលកំពុងធ្វើដំណើរមកពីក្រោយបានបុកគាត់ទៅហើយប៉ុន្តែពេលនោះគាត់មិនខ្លាចអ្វីទៀតទេទីគាត់ខ្លាចខ្មៅតែមួយគត់គាត់ក៏ប្រញាប់រត់ទៅម្ខាងទៀតនៃផ្លូវគឺដូចជាព្យាយាមសុំជំនួយទាំងតក់ស្លុតក្នុងចិត្តហើយបន្ទាប់ពីនោះដល់ពេលតាំងស្មារតីបានគាត់ក៏ប្រញាប់ដកទូរស័ព្ទដៃចេញមកខលរកមិត្តភ័ក្តិដែលមានឡានស្ទូចដែលធ្លាប់ធ្វើការជាមួយគ្នាឲ្យមកស្ទូចឡានតាក់ស៊ីមួយគ្រឿងនេះទៅយកត្រឡប់ទៅការ៉ាសឲ្យលឿនបំផុតឥឡូវនេះតែម្ដងបងត្រាខ្លួនឯងក៏មិនហ៊ានដើរត្រឡប់ទៅឡានវិញឡើយរហូតតទៅឡានស្ទូចមកដល់ទៅបងត្រាដើរត្រឡប់ចូលទៅជាមួយតៃកុំឡានស្ទូចនៅពេលឡានតាក់ស៊ីមួយគ្រឿងនេះត្រឡប់មកដល់ការ៉ាស
បងត្រាក៏បញ្ជាឲ្យកូនចៅបើកទៅទុកនៅខាងក្រោយការ៉ាស់តែម្ដងរួចយកក្រណាត់គ្របឡាននៅបានត្រឹមត្រូវបន្ទាប់ពីនោះមកដែលតបធ្វើការគាត់ក៏ប្រញាប់ទៅបើកសៀវភៅមើលគឺមើលត្រឡប់ទៅក្រៅវិញថាឡានមួយគ្រឿងនេះមុននឹងវាមានរឿងចម្លែកដែលគាត់បានឮសំឡេងស៊ីផ្លេលាន់ឮតាំងពីថ្ងៃដំបូងតើអ្នកណាជាអ្នកយកឡានមួយគ្រឿងនេះទៅបើកលឺឆាយឆេទៅមកក៏ស្រាប់តែឃើញអ្នកជួលជាប្រចាំម្នាក់ដែលធ្លាប់ជួលឡាននៅក្នុងការ៉ាស់គាត់មករាប់ឆ្នាំហើយជាធម្មតាអ្នកជួលម្នាក់នេះគាត់នឹងជួលឡានយកទៅបើកនៅពេលយប់ថែមទាំងជាអ្នកបើកម៉ូល្អទៀតផងគាត់បងលួយត្រឹមត្រូវមិនដែលធ្លាប់មានប្រវត្តិមិនល្អអីឡើយមិនដែលធ្វើឲ្យខូចខាតអីឡើយបងប្អូនអ្នកស្ដាប់ប៉ុន្តែវាគួរឲ្យសង្ស័យត្រង់ថាជាធម្មតាអ្នកជួលម្នាក់នេះគាត់នឹងមកជួលជាបន្តបន្ទាប់ព្រោះគាត់មានអាជីពជាអ្នករត់តាក់ស៊ីប្រចាំថ្ងៃទៅហើយប៉ុន្តែបន្ទាប់ពីសប្តាហ៍មុនគឺមុនពេលដែលឡានមួយគ្រឿងនេះមានរឿងចម្លែកអ្នកជួលម្នាក់នេះបានយកឡានមកសងហើយក៏បាត់ខ្លួនទៅតែម្ដងបាត់ខ្លួនទៅបែបអាចកំបាំងមិនមកតាក់ត្រង់មិនមកយកលុយកក់វិញអីនោះឡើយគឺវាគួរឲ្យសង្ស័យយ៉ាងហោចណាស់ប្រសិនបើមិនបើកតាក់ស៊ីឬក៏ទៅធ្វើអាជីពផ្សេងទៀតក៏គួរតែត្រូវមកយកលុយកក់វិញសិនដែរប៉ុន្តែនេះអត់ទេគ្រាន់តែយកឡានមកសងហើយក៏បាត់ខ្លួនទៅនៅពេលវិបាយមនុស្សបងត្រាក៏ចាប់អារម្មណ៍ដឹងថាវាចម្លែកមកពីអាម្នាក់នេះគាត់ក៏ព្យាយាមទូរស័ព្ទទៅរកតាមលេខដែលគាត់ឲ្យទុកក្នុងប័ណ្ណប្រាក់កក់ប៉ុន្តែមិនថាខយ៉ាងណាក៏បិទទូរស័ព្ទរហូតទូខំទាក់ទងយ៉ាងណាក៏មិនបានរហូតទាល់តែពេលវេលាកំឡុងផុតទៅ3ថ្ងៃទៀតបន្ទាប់ពីបងត្រាតែខ្មៅឡងនៅអំឡុងពេលរសៀលថ្ងៃមួយក៏មានប៉ូលីសមករកបងត្រានៅការ៉ាប៉ូលីសក៏បានសួរទៅកាន់បងត្រាថាឡានតាក់ស៊ីស្លាកលេខនេះជាឡានរបស់ការ៉ាបងត្រាមែនឬអត់បន្ទាប់ពីពិនិត្យនៅស្លាកលេខហើយវាប្រកបណាស់ក្នុងនាមជាម្ចាស់គាត់ក៏ចាំបានស្រាប់ហើយថែមទាំងស្លាកលេខដែលប៉ូលីសប្រាប់មកនេះគឺវាជាស្លាកលេខរបស់តាក់ស៊ីខ្មោចឡងដែលទៅចតនៅខាងក្រោយការ៉ាប៉ូលីសក៏បានស៊ូដេញដោលយ៉ាងវែងឆ្ងាយថាហេតុអីត្រូវយកតាក់ស៊ីគ្រឿងនេះទៅលាក់ដឹងលីអត់ថាតៃកុងឡានតាក់ស៊ីម្នាក់នោះវាទៅធ្វើអីមកយុគសម័យនោះបងប្អូនដែលស្ដាប់វាមានហើយណាកាមេរ៉ាសវត្ថិភាពប៉ុន្តែវាជាកាមេរ៉ាបែបដែលមិនបានច្បាស់ខ្លាំងអីនោះទេទើបការស៊ើបអង្កេតវារៀនពិបាកបន្តិចមានផុសតាងមកមើលហើយក៏សន្និដ្ឋានបានថាហេតុការណ៍វាកើតឡើងក្នុងអំឡុងពេលមុនដែលឡានតាក់ស៊ីមួយគ្រឿងនេះចាប់ផ្ដើមមានខ្មោចឡងប៉ូលីសក៏ទៅមើលកាមេរ៉ាទន្លប់ឃើញថាតៃកុងឡានតាក់ស៊ីម្នាក់នោះដែលបានជួលឡានមួយគ្រឿងនេះទៅបានទៅបុកស្ត្រីម្នាក់រហូតរូបរាងរបស់នាងខ្ទាតទៅធ្លាក់នៅក្នុងគង់ស្មៅក្បែរផ្លូវហើយលើពីនោះតៃកុងក៏ដឹងខ្លួនថាគាត់បុកប៉ុន្តែគាត់មិនព្រមឈប់ឡានមិនចុះមកមើលអីទាំងអស់ផ្ទុយទៅវិញបែរជាជន់យ៉ារុតគិតខ្លួនបាត់ទៀតស្ត្រីម្នាក់នោះនាងស្លាប់នៅកន្លែងកើតហេតុហើយបន្ទាប់ពីនោះក៏គ្មានអ្នកណាដឹងឡើយរហូតតលតែរូបរាងរបស់នាងចាប់ផ្ដើមធំខ្លាំងមកផងនេះស្ដាប់ប៉ូលីសគាត់ក៏ស៊ើបអង្កេតបន្តទៅទៀតរហូតមកឃើញថាឡានមួយគ្រឿងជាឡានតាក់ស៊ីនៃការ៉ាបងត្រានេះឯងនៅពេលបងត្រាបានដឹងថាឡានតាក់ស៊ីរបស់ខ្លួនឯងកើតរឿងគាត់ក៏ផ្យ៉ាងបន្តិចប៉ុន្តែក៏មិនមានអ្វីគួរឲ្យបារម្ភព្រោះគាត់មិនមែនជាអ្នកបើកបរស្រាប់ហើយគាត់ក៏បានសហការជាមួយមន្ត្រីប៉ូលីសដើម្បីយកព័ត៌មានរបស់តៃកុងឡានតាក់ស៊ីម្នាក់នោះឲ្យប៉ូលីសមើលគ្រប់យ៉ាងហើយក៏ប្រាប់ប៉ូលីសថាគាត់ព្យាយាមតាក់ទងទៅហើយក៏តាក់ទងមិនបានខាងប៉ូលីសក៏ធ្វើការបានលឿនណាស់ព្រោះបន្ទាប់ពីប៉ូលីសមកសួរនៅការ៉ាស់ត្រឹមតែ4ថ្ងៃប៉ុណ្ណោះខាងប៉ូលីសក៏បានត្រឡប់មករកបងត្រានៅការ៉ាបឹងហើយក៏ប្រាប់បងត្រាថាគេចាប់ខ្លួនតៃកុងឡានតាក់ស៊ីម្នាក់នោះបានហើយតៃកុងឡានតាក់ស៊ីម្នាក់នោះបានរត់ទៅលាក់ខ្លួននៅផ្ទះស្រុកបំណើររបស់គាត់នៅឯខេត្តខាងប៉ូលីសបានប្រាប់ថាពេលចូលទៅចាប់តៃកុងឡានតាក់ស៊ីម្នាក់នោះគេមិនបានតតាំងអីនោះឡើយថែមទាំងមានអាការៈដូចជាបាក់ទឹកចិត្តផងដែរដូចជាមានការភ័យខ្លាចនៅជាប់ខ្លួនរហូតនៅពេលតៃកុងឡានម្នាក់នោះបានឃើញប៉ូលីសគេក៏យំចេញមកឲ្យសារភាពគ្រប់យ៉ាងដោយតៃកុងឡានម្នាក់នោះបានប្រាប់ថានៅយប់នោះគាត់បើកឡានលឿនបន្តិចហើយក៏មកងុយដេកមួយភាំងទៀតផងហើយពេលបុកស្ត្រីម្នាក់នោះភ្លាមគាត់ក៏តក់ស្លុតធ្វើអីមិនត្រូវហើយគាត់ក៏ភ័យខ្លាចគ្មានលុយសងណាមួយខ្លាចជាប់គុកផងជាចុងក្រោយគាត់ក៏សម្រេចចិត្តបើកឡានរត់ហើយគាត់ក៏ប្រាប់ប៉ូលីសថាចាប់តាំងពីថ្ងៃនោះមកគាត់មិនដែលគេងលក់ស្កប់ស្កល់ឡើយគឺរូបភាពវានឹកដិតដាមហើយក៏បង្កប់នៅក្នុងចិត្តរហូតធ្វើឲ្យតៃកុងឡានតាក់ស៊ីម្នាក់នេះគាត់ព្រមទទួលជោគវាសនាលុះជាប់ប៉ូលីសភ្លាមគាត់ក៏យំចេញមកតែម្ដងព្រោះកម្មពៀមកដល់ហើយ
បន្ទាប់ពីដោះស្រាយគ្នារួចរាល់ខាងប៉ូលីសក៏អនុញ្ញាតឲ្យបងត្រានាំតាក់ស៊ីត្រឡប់មកវិញបន្ទាប់ពីដោះស្រាយវត្ថុតាងរួចរាល់ប៉ុន្តែពេលត្រឡប់មកវិញភ្លាមគ្មានអ្នកណាហ៊ានបើកបរឡានមួយនោះឡើយព្រោះគេដឹងថាឡានមួយគ្រឿងនេះវាធ្លាប់កើតរឿងបងត្រាខ្លួនឯងក៏ឈាតនិមន្តព្រះសង្ឃមកធ្វើបុណ្យនឹករៈតែម្ដងហើយក៏ឧទ្ទិសកុសលផលបុណ្យឲ្យស្ត្រីម្នាក់នោះផងដែរប៉ុន្តែទោះជាធ្វើបុណ្យធ្វើពិធីរួចហើយចិត្តគាត់ក៏នៅតែដិតដាមទើបបងត្រាក៏សម្រេចចិត្តលក់ឡានមួយគ្រឿងនេះចោលតែម្ដងលក់ទៅឲ្យកន្លែងលក់ឡានម្ចាស់ដើមហើយក៏ប្រាប់កន្លែងលក់ឡានទៅត្រង់ផងដែរថាឡានមួយគ្រឿងនេះមានប្រវត្តិបុកមនុស្សស្លាប់ប៉ុន្តែក៏មិនបានរៀបរាប់រឿងខ្មោចអីឲ្យវាលំអិតខ្លាំងឲ្យខាងកន្លែងលក់ឡានស្ដាប់ឡើយកន្លែងលក់ឡានក៏ទទួលយកទេកន្លែងលក់ឡានប្រាប់ថាមិនអីទេចាំកន្លែងគេរុះរើឡាននេះចេញនោះឯងដែលធ្វើឲ្យបងត្រាលើកភ្នំចេញពីទ្រូងហើយបងប្អូនអ្នកស្ដាប់ដឹងអត់ក្រោយពីលក់ឡានមួយគ្រឿងនេះចេញទៅបងត្រាក៏ទិញឡានមកបន្ថែមហើយការ៉ាសឡានរបស់គាត់ក៏ត្រឡប់មករកស៊ីជាធម្មតាគ្រប់យ៉ាងមិនជួបរឿងខ្មោចអាជីវកម្មដំណើរការទៅបានជាបន្តបន្ទាប់ប្រកាសណាស់បងប្អូនអ្នកស្ដាប់រឿងរ៉ាវនេះរបស់បងត្រាវិញ្ញាណរបស់ស្ត្រីម្នាក់នោះនាងប្រហែលជាតាមមកស្វែងរកយុត្តិធម៌របស់នាងពិតមែនព្រោះអេដមីនយល់ច្បាស់ណាស់រូបរាងរបស់នាងធ្លាក់ទៅម្ខាងផ្លូវហើយក៏គ្មានអ្នកណាដឹងពួកវាជាគុំស្មៅជ្រៅតម្រាំមានអ្នកដឹងគឺសាកសពបានហោមផ្សាយក្លិនចេញទៅហើយពេលក្លិនចេញក៏គ្រើមកដេញដោលរឿងកាមេរ៉ាសុវត្ថិភាពទៀតនៅយុគសម័យនោះកាមេរ៉ាសុវត្ថិភាពច្បាស់វាត្រឹមតែការកម្រិតមធ្យមប៉ុណ្ណោះមើលស្លាកលេខស្ទើរតែមិនឃើញប៉ុន្តែក៏នៅតែក្រនបាដែលរឿងរ៉ាវនេះវាបិទបញ្ចប់បានគូឲ្យអសូរពិតមែនសម្រាប់ដួងវិញ្ញាណស្ត្រីម្នាក់នោះហើយបើសិនជាបងប្អូនយល់យ៉ាងណាបងប្អូនអ្នកស្ដាប់អាច comment នៅខាងក្រោមបាន admin និងក្រុមការងារនឹងឆ្លើយតបទៅវិញនៅរាល់សារទាំងអស់ហើយបងប្អូនអ្នកស្ដាប់អាចគាំទ្រពួកយើងបានយ៉ាងងាយស្រួលគ្រាន់តែចុច like វីដេអូនេះឬក៏ share ទៅកន្លែងណាដែលបងប្អូនចង់បានឬក៏អាច subscribe channel របស់ពួកយើងនោះជាការស្រេចយើងសន្យាថានឹងធ្វើមេតិកាឲ្យកាន់តែល្អតាមដែលអាចធ្វើបានសម្រាប់យប់នេះ admin សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្ដាប់របស់បងប្អូនជាចុងក្រោយ admin សូមឲ្យបងប្អូនមានក្តីសុខសុវត្ថិភាពនិងរួចចាកឆ្ងាយពីបញ្ហាទាំងឡាយមិនថាផ្លេភ្លីឬភ្លើងងងឹតសូមសុបិនល្អណាបងប្អូនទាំងអស់គ្នា